ថ្ងៃបិណ្ឌធំបន្ទាប់ពីរាប់បាតរួចក៏មកលេងនៅចុងទឹកតើថ្ងៃលិចនៅចុងទឹកស្អាតដែរទេសម្រាប់ខ្ញុំវិញថ្ងៃលិចពិតជាស្រស់ស្អាតខ្លាំងតែម្ចាស់រូបអត់ស្អាតអីផងអ៊ីឌីតចង់10អែបហើយនៅតែមើលមិនយល់ទៀតលោកឯលោកអ្នកនៅសៀមរាបគេដែរតែអត់ដែរទៅលេងនៅចុងទឹកសោះទៅថ្ងៃបិណ្ឌធំនឹងឯងចង់ទៅលេងនៅចុងទឹកម្ដងមានអីទៅមើលគេជិះកណូតជិះទូកអូមនុស្សច្រើនមែនទែនលោកអើយលោកសប្បាយមានអារម្មណ៍ថា fresh តែម្ដងស្រស់ស្រាយតែម្ដងធ្វើឲ្យខួរក្បាលយើងល្អតោះយើងមកនិយាយអំពីការធ្វើដំណើររបស់យើងវិញខ្ញុំរីកមិនថាឲ្យអ្នកទាំងអស់គ្នាទៅលេងទៅមិនខុសបំណងទេកុំបារម្ភអំពីផ្លូវថាទៅមិនកើតអីវិញ no មើលទៅនេះបើនិយាយអំពីផ្លូវគឺថាឲ្យអួយតែម្ដងកុំបារម្ភអីដឹងមិនបានថតបច្រាស់អញ្ចឹងមើលយល់អត់ទេអ្នកមើលអធិស្ឋានផងអ្នកទាំងអស់គ្នាទៅលេងទៅដឹងតែសប្បាយហើយពេលប្រជុំទឹកឡើងអញ្ចឹងមានមនុស្សជាច្រើនកុះកបើបានគ្នាទៅលេងកាន់តែច្រើនគឺកាន់តែសប្បាយតែម្ដងប្រុសស្អាតស្រីស្អាតគេឈប់សម្រាកនៅតាមមាត់ផ្លូវហើយមើលសងខាងផ្លូវទៅគឺថាសុទ្ធតែទឹកតែម្ដងខ្ញុំគិតថាឈប់នៅត្រង់ម្ដុំនេះតែអត់បានឈប់នៅម្ដុំនេះទេនិយាយទៅជិះរហូតជិះចិត្តទៅដល់ចុងទឹកគេតែដោយសារតឡានច្រើនពេកទៅស្ទះហើយក៏បកមកវិញទៅចតម៉ូតូដើម្បីដើរវិញម្ដងនិយាយទៅដើរចង់1គីឡូដីឲ្យដឹងដើរថតនេះថតនោះមើលតែមនុស្សទៅលេងទៅនេះច្រើនកកកម្រិតណាម៉ូតូឡានច្រើនណាគឺថាចតតរៀបគ្នាចង់1គីឡូ2គីឡូដីណទៅលេងនេះជួបប្រុសស្អាតនេះប្រុសស្អាតនេះអត់ចេះអៀនកាមេរ៉ាទេថាសុំថតមួយប្រុសស្អាតគេលើកដៃខ្ជូតទៀតណាអត់ចេះអៀនកាមេរ៉ាទេប្រុសស្អាត2នាក់នេះនោះមើលកណូតគេជិះទៅមកនៅទីនោះមានកណូតសម្រាប់ជួលដើម្បីទៅលេងនៅសហគមន៍កំពង់ថ្លុកហើយនឹងព្រីលិចទឹកដ៏ស្រស់ស្អាតនៅទីនោះបើយើងមកគ្នាច្រើនអីអញ្ចឹងយើងអាចជួលកណូតដើម្បីជិះទៅមើលទេសភាពធម្មជាតិដ៏ស្រស់ស្អាតនៅទីនោះថ្ងៃបិណ្ឌធំអញ្ចឹងគឺថាមនុស្សទៅលេងច្រើនកកខ្លាំងមែនទែនតែម្ដងតាមពិតទៅត្រឹមមកដល់ទីនេះស្ទះផ្លូវតាំងពីបាគងផ្លូវជាតិលេខ6តាំងពីបាគងនឹងមកត្រឹមបានមកដល់ទីនេះចង់2ម៉ោងដែរហ្នឹងស្ទះយូរមែនទែនឡានទៅរៀបគ្នាស្ទះនៅពេលដែលបានមកដល់មើលគេបើកកាណូតហើយមានខ្យល់បក់មកតិចមានអារម្មណ៍ថាស្រស់ស្រាយខ្លាំងមែនទែនតែម្ដងមានទាំងកាណូតធំកាណូតទូចសម្រាប់ជួលតាមតម្រូវការដែលអ្នកចង់ទៅទស្សនាសហគមន៍នេះកញ្ញាកុយអេណាបានហៅសហគមន៍ទេសចរធម្មជាតិកំពង់ភ្លុកថាជាសហគមន៍រីករាយព្រោះមានធម្មជាតិស្រស់បំព្រងនិងប្រជាជនរស់រាយរាក់ទាក់បើទៅទីនោះហើយគឺសប្បាយទាំងកាយសប្បាយទាំងចិត្តចំណែកខ្ញុំវិញទៅលេងបានត្រឹមចុងទឹកទេដោយសារអីដែរដោយសារថវិកាអត់គ្រប់គ្រាន់ដើម្បីជួលកាណូតគេទៅលេងសហគមន៍កំពង់ភ្លុកដូច្នេះបានដើរលេងត្រឹមតែចុងទឹកទេភាគច្រើននៅពេលដែលពួកគេជិះកាណូតទៅទស្សនាព្រៃធម្មជាតិលិចទឹកហើយត្រឡប់មកវិញទាំងទឹកមុខសប្បាយរីករាយអ្នកខ្លះក៏មកពីភ្នំពេញអ្នកខ្លះក៏ជាអ្នកស្រុកសៀមរាបហើយអ្នកខ្លះទៀតក៏មកពីខេត្តផ្សេងដើម្បីមកទស្សនានៅទីនេះនៅពេលដែលយើងឃើញមនុស្សច្រើនឃើញគេសប្បាយរីករាយទុកកង្វល់របស់យើងក៏បានថយចុះខ្លះផងដែរទៅស្រូបយកខ្យល់អាកាសបរិសុទ្ធឲ្យដឹងថាខ្លួនឯងនៅមានជីវិតបើនៅមានជីវិតត្រូវប្រើជីវិតឲ្យល្អបំផុតសូមថតប្រុសស្អាត3នាក់នេះស្អាតអញ្ចឹងគេចេះធ្វើបុណ្យឬក៏អត់ណតើជឿថាប្រុសស្អាតទាំង3នាក់នេះហ៊ានឲ្យ100ខ្មែរទៅអ្នកក្រដែរទេចំណែកខ្ញុំវិញជឿថាពួកគេទាំង3នាក់មិនហ៊ានឲ្យសំបីតែ100ខ្មែរទៅអ្នកក្រនោះទេអ្នកខ្លះស្អាតហើយក៏មានចិត្តបុណ្យនៅជាប់នឹងខ្លួនអ្នកខ្លះទៀតស្អាតតែមិនមានចិត្តបុណ្យនៅនឹងខ្លួននោះទេកណូតនេះធំ2ជឿនកណូតខ្លះទស្សនាហើយក៏បានត្រឡប់មកវិញព្រោះអីថ្ងៃរៀងល្ងាចដែរតែកណូតខ្លះទើបតែចេញទៅទេពេលត្រឡប់មកវិញអ្នកខ្លះចាក់បាសរឹមសប្បាយអើងកងមើលទៅជីវិតគួរឲ្យរីករាយមានជីវិតត្រូវតែសប្បាយរីករាយខ្លះតើពិតមែនដែរទេពិតមែនហើយ
ស៊ូខ្លួនឯងឆ្លើយខ្លួនឯងត្មងទៅឃើញនៅគៀកគ្នាអញ្ចឹងតិចតែច្រឡំថាជួលគ្នាទៅមិនមែនទេមានអ្នកទប់ហើយអ្នកមិនទាន់ទៅលេងឆាប់មានកម្រងទៅលេងឲ្យហើយទៅថាសប្បាយកម្រិតណានេះនៅត្រឹមចុងទឹកមិនទាន់ទៅដល់សហគមន៍ទេសចរកំពង់ភ្លុកទេណាបើទៅដល់នឹងឃើញទេសភាពដ៏ស្រស់បំព្រងជាងនេះទៅទៀតបន្ទាប់ពីដើររៀងឆ្ងាយដែរមានអារម្មណ៍ថាឃ្លានហើយក៏ឃើញផ្លាកសុផាល់លក់សង្វាក់បងស្រីម្នាក់នេះក៏លក់ទឹកសតលក់ភេសជ្ជៈធ្វើដោយដៃមានដូចជាដូងក្រឡុកទឹកសណ្ដែកទឹកម្ជូរល្មមឬគេហៅថាទឹកម្ជូរព្រឹកទឹកតឡាចទឹកការ៉ុតតែក្រូចឆ្មាអីក៏មានដែរមានច្រើនមុខតែគិតលក់អស់ខ្លះហើយមានលក់ម្នះនិងផ្សេងទៀតទឹកភេសជ្ជៈកើតលក់ធូរថ្លៃទេមួយដបតែ 2000 រៀលទេជួយទិញកើតផងក្លាសេជាញ៉ាំទៅមានកម្លាំងតែម្ដងកើតលក់នៅជាប់ជាមួយអ្នកលក់សង្វាក់នឹងឯងទឹកល្ពៅក៏មានដែរល្ពៅជាជំនួយដល់ភ្នែករបស់យើងផងដែរដើរហត់អស់កម្លាំងដាក់ម្ដបជាដឹងតែមានកម្លាំងតែម្ដងកើតពាក្យម៉ាស់ឡើងចិត្តតែខ្ញុំថតរួចបានគិតថាអូភ្លេចដោះម៉ាស់ចេញតាមពិតទៅនៅក្នុងចិត្តខ្ញុំគិតថាគេលក់នៅកន្លែងដើរលេងអញ្ចឹងគេលក់ថ្លៃតែអត់ទេគេលក់ធូរថ្លៃតម្លៃសមរម្យពេលទៅលេងចុងទឹកកុំភ្លេចចូលជួយទិញកើតផងណាភេសជ្ជៈប្រមាណមុខនេះតើមានអ្នកណាដឹងថាខ្ញុំរើសយកមួយណាដែរទេខ្ញុំបានកក់ទុកមួយដបតិចបានប្រាប់កន្លែងលក់សង្វាក់មានមនុស្សចូលច្រើនគិតមិនមែនលក់តែសង្វាក់មួយមុខទេណាគិតលក់ពងទាកូនមានលក់អីច្រើនមុខទៀតណាកន្លែងគិតលក់ដាច់មានមនុស្សចូលទិញច្រើនហើយអ្នកលក់រស់រាយទៀតឃើញខ្ញុំថតអញ្ចឹងនិយាយ hello ទៀតអូយគិតរស់រាយមែនណាបើរស់រាយម្លឹងត្រូវតែចូលខ្ញុំត្រូវតែចូលមុនដំបូងក៏ម៉ងសង្វាក់គិតឈុតតូចទេតែភ្លេចគិតថាខ្លួនឯងទៅ2នាក់អញ្ចឹងណាទៅកំងឈុតធំតែម្ដងមើលទៅនេះតំណងចំយៈនេះវ៉ាវគួរឲ្យស្រក់ទឹកមើលបន្ទាប់ពីគេយកមកឲ្យហើយក៏លាងដៃលាងអីអញ្ចឹងណាមុននឹងញ៉ាំអីអញ្ចឹងយើងត្រូវលាងដៃជាមុនសិនកុំឲ្យមានមេរោគនៅជាប់ដៃអញ្ចឹងណាឃើញគេទៅលេងនៅទីនោះច្រើនក៏ងាកឆ្វេងងាកស្ដាប់កន្លែងទៅនេះភ្លេចថាខ្លួនឯងនិយាយអីគេទេនេះនិយាយសើចសង្ស័យតែនិយាយដើមគេក៏មិនដឹងដែរនេះបន្ទាប់ពីលាងដៃលាងអីរួចហើយគឺថាដាក់ហើយមើលសង្វាក់គេតំណងហ្នឹងមានបន្លែមានអីមាននំបញ្ចុកអីខ្ញុំចូលចិត្តបន្លែម្ហូបណាដែលមានបន្លែបន្ទាប់ជាមួយគឺថាចូលចិត្តខ្លាំងតែម្ដងជាមនុស្សនិយាយដើមគេខ្លះទៅទើបជីវិតមានន័យស្អីនិយាយដើមគេវាយបែកមាត់ហ្នឹងមើលទឹកត្រីគេតំណងនេះតើការញ៉ាំនេះតើអ្នកណាជាអ្នកចេញលុយគឺ friend ជាអ្នកចេញលុយទាំងអស់ខ្ញុំគ្មានចេញ1រៀលទេសូម្បីតែ100ខ្មែរក៏មិនបានចេញដែរនេះ friend ជាអ្នកចេញទេបន្លែគេមានច្រើនមុខដូចជាត្រសក់ការ៉ុតជីសាឡាត់ស្ពីក្តោបអីជាដើមអញ្ចឹងណាខ្ញុំដាក់គ្រប់មុខព្រោះខ្ញុំចូលចិត្តបន្លែនិយាយទៅមួយម៉ាត់មុនដំបូងនេះដូចជាភ្លេចដាក់សង្វាក់ហើយហ្នឹងដាក់តែបន្លែនំបញ្ចុកទៅក៏ជលក់ទឹកត្រីញុកចូលមាត់តែម្ដងឃ្លានពេកភ្លេចដាក់សង្វាក់តែម្ដងប៉ុន្តែអត់ដាក់សង្វាក់ក៏ឆ្ងាញ់ដែរតាមានរសជាតិអាចញ៉ាំបានដែរតាហេតុអ្វីបានជាមនុស្សចូលចិត្តដើរលំហែព្រោះធ្វើឲ្យអារម្មណ៍គេល្អបំបត្តិភាពស្មុគស្មាញហើយបានស្រូបយកខ្យល់បរិសុទ្ធញ៉ាំផងនិយាយផងដឹងនិយាយពីអីគេខ្លះទេនោះបាត់ការចងចាំអស់លេងលើកនេះបានដាក់គ្រប់មុខបន្លែសង្វាក់នំបញ្ចុកហើយបានជាលក់ទឹកត្រីបើនិយាយពី friend វិញដាក់យកហើយព្រោះអីដើរឆ្ងាយទៅឃ្លានដែរហ្នឹងឆ្ងាញ់ឬមិនឆ្ងាញ់ចាំមើលទៅឡើងបូមថាឆ្ងាញ់កម្រិតណានេះទៅដើរលេងហ្នឹងគឺដាក់បាយទៅបន្តិចដែរ friend គេដាក់ម្ហូបទៅបន្តិចដោយសារអីដោយសារមកពីវត្តវិញអត់ទាន់បានញ៉ាំអីណូពេលដើរមកដល់កន្លែងសង្វាក់ក៏ចូលកន្លែងហ្នឹងតែម្ដងទៅបន្ទាប់ពីញ៉ាំសង្វាក់ហើយក៏ញ៉ាំបាយបន្ថែមបន្តិចទៀតការញ៉ាំអាហារនៅខាងក្រៅហើយបាននិយាយគ្នាលេងទៀតមានអារម្មណ៍ថា relax អ្នកណាខ្លះធ្លាប់បានទៅលេងសហគមន៍កំពង់ភ្លុកច្រើនដងមានទាំងអ្នកនៅភ្នំពេញមានទាំងអ្នកនៅក្រៅប្រទេសគេនៅឆ្ងាយគេអាចមកលេងបានចំណែកខ្ញុំអ្នកនៅសៀមរាបវិញគឺអត់ដែលទៅលេងនៅទីនោះសោះជាលើកទី1ហើយនេះទៅបានត្រឹមចុងទឹកទេនៅសៀមរាបជាង40ឆ្នាំហើយនេះសហគមន៍ទេសចរកំពង់ភ្លុកដែលមានព្រៃលិចទឹកដ៏ស្រស់បំព្រងជាទីចាប់អារម្មណ៍ទាំងភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិទៅទស្សនានៅទីនោះបើមានភ្ញៀវទេសចរកាន់តែកើនឡើងនោះ
ធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋនៅទីនោះក៏មានភាពប្រសើរឡើងដែរមុននេះខ្ញុំបាននិយាយថាតើខ្ញុំកក់ទុកភេសជ្ជៈមួយណានេះណែជាភេសជ្ជៈដែលខ្ញុំចង់ញ៉ាំនោះគឺដូងក្រឡុកបាននិយាយពីរសជាតិវិញគឺអេមណាស់បូកថែមខ្លះសេជាទៀតមានកម្លាំងព្រឹសតែម្ដងបន្ទាប់ពីញ៉ាំសង្វាក់ហើយដាក់អស់ម្ដងព្រោះឆ្ងាញ់ពេកអ្នកទាំងអស់គ្នាកុំបារម្ភថាមានជាតិផ្អែមខ្លាំងក្រឡុកពីដូងធម្មជាតិជូរអែមរសជាតិឆ្ងាញ់ពីធម្មជាតិកុំភ្លេចចូលជួយទិញគិតផងគិតមានច្រើនមុខតាមតម្រូវការអ្នកទិញដំណើរកំសាន្តរបស់ខ្ញុំបានមកដល់ចុងទឹកហើយពេលល្ងាចខ្យល់បក់មកត្រជាក់មានអារម្មណ៍ថា fresh កាណូតតូចល្មមក៏គេមានសម្រាប់ជួលដែរយើងទៅតែពីរនាក់សង្សារអីអញ្ចឹងគឺថាល្មមជីទៅមើលទេសភាពដ៏ស្រស់បំព្រងតែពីរនាក់យ៉ាងមានក្តីសុខអ្នកអត់សង្សារក៏អាចទៅជាមួយមិត្តភ័ក្តិឬក្រុមគ្រួសារជិះកាណូតមើលទេសភាពក៏មានក្តីសុខដែរមនុស្សមួយក្រុមឈរនៅពីក្រោយកាណូតធំស្រែកហូររំសប្បាយនៅពេលដែលពួកគេបានវិលត្រឡប់មកវិញនៅពេលល្ងាចមើលទៅគួរឲ្យសប្បាយរីករាយខ្លាំងអ្នកណាខ្លះធ្លាប់ស្គាល់ផ្លែនាងពណ៌បៃតងបងនឹងគិតបេះបានមកកាត់ចែកគ្នាម្នាក់បន្តិចខ្ញុំក៏អត់ស្គាល់ផ្លែនឹងដែរខ្ញុំក៏សួរគាត់ថានឹងផ្លែអីគេគាត់ថាផ្លែកន្ទួលតើផ្លែនាងមានរសជាតិយ៉ាងណាបន្តិចទៀតខ្ញុំនឹងញ៉ាំសាកល្បងមើលខ្ញុំចាប់ផ្ដើមញ៉ាំហើយថាតើផ្លែឈើនេះមានរសជាតិយ៉ាងណាគឺមានរសជាតិចត់ហើយគ្រាប់របស់វាក៏មានពណ៌ដូចសម្បករបស់វាដែរអ្នកណាខ្លះធ្លាប់ញ៉ាំផ្លែនេះខ្ញុំញ៉ាំជាលើកទី1ហើយនេះជាថ្ងៃលិចនៅចុងទឹកតើស្រស់ស្អាតដែរទេសម្រាប់ខ្ញុំវិញគឺស្រស់ស្អាតខ្លាំងណាស់ជាលើកទី1ហើយដែលខ្ញុំបានមកឈរមើលថ្ងៃលិចនៅទីនេះទុកកង្វល់ទាំងប៉ុន្មានបានរសាយបាត់អស់រលីងមានអារម្មណ៍ស្រស់ស្រាយជាមួយនឹងខ្យល់ធម្មជាតិនិងមានអារម្មណ៍ស្រស់ស្រាយជាមួយសម្រស់ធម្មជាតិពិតជាមានក្តីសុខខ្លាំងចង់ទៅលេងម្ដងទៀតកូននេះស្អាតណាស់ខ្ជូតណាស់គេញ៉ាំអីទៅណោះគ្រាន់តែមើលម៉ូតូចតក៏ដឹងថាមានមនុស្សច្រើនប៉ុណ្ណាទៅលេងដំណើរកម្សាន្តរបស់ខ្ញុំបានបញ្ចប់ហើយសូមអរគុណសម្រាប់ការទស្សនា